រឿងវរវង្សសូរវង្សកាលពីព្រេងនាយមានព្រះរាជាមួយអង្គព្រះនាមព្រះបាទសូរ្យាសោយរាជនៅក្រសនគរមហេសីទី1ព្រះនាមវង្សជាមានព្រះរាជបុត្រ2អង្គគឺព្រះនាមវរវង្សនិងសូរវង្សមហេសីទី2ព្រះនាមមន្ទាមានព្រះរាជបុត្រ1អង្គព្រះនាមវៃវង្សាចាប់តាំងពីព្រះរាជបុត្រទាំង3អង្គមានព្រះជន្មពេញវ័យកាលណាព្រះនាងមន្ទាជាមហេសីចុងមានសេចក្តីច្រណែនដោយខ្លាចរាជសម្បត្តិធ្លាក់លើព្រះរាជបុត្រមហេសីដើមព្រោះហេតុដូចនោះព្រះនាងក៏ចាប់ផ្ដើមរករឿងញុះញង់បំបែកបំបាក់ជារៀងរាល់ថ្ងៃថ្ងៃមួយកុមារវរវង្សនិងសូរវង្សនាំបងប្អូនដើរលេងកម្សាន្តនៅតាមទីធ្លាស្រាប់តែព្រះនាងមន្ទាចាប់រាជកុមារទាំងពីរគៀបជាប់នៅត្រង់ចន្លោះផ្លូវព្រះនាងហើយក៏ស្រែកឲ្យអ្នកផងឮរួចចោទថារាជកុមារទាំងពីរមើលងាយហ៊ានចាប់ព្រះនាងធ្វើការមិនគប្បីទាំងកំរោលចំណែកព្រះបិតាបានឃើញដូច្នោះទ្រង់ខ្ញាល់យ៉ាងខ្លាំងហើយបញ្ជាពេជ្ឈឃាតនាំរាជកុមារទាំងពីរយកទៅសម្លាប់ដោយគ្មានបានធ្វើការពិចារណាអ្វីឡើយដោយបុណ្យបារមីរបស់រាជកុមារទាំងពីរក្នុងពេលដែលពេជ្ឈឃាតរៀបចំនឹងសម្លាប់ព្រះនាងវង្សជាព្រះមេដាបានទៅទាន់ហើយក៏អង្វរពេជ្ឈឃាតសុំកុំឲ្យសម្លាប់ពួកពេជ្ឈឃាតបានជួយព្រះរាជកុមារទាំងពីរឲ្យគេចចេញពីព្រះនគរជាមួយគ្នានោះព្រះមេដាបានប្រគល់ចិញ្ចៀនព្រះទម្រង់ឲ្យរាជកុមារទាំងពីរម្នាក់មួយហើយទ្រង់ផ្ដាំថាដល់គម្រប់10ឆ្នាំចូលកូនត្រឡប់មកព្រះនគរវិញរាជកុមារទាំងពីរបានទទួលបណ្ដាំព្រះមេដាហើយក៏យាងចេញពីព្រះនគរដើរកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនាដោយអស់កម្លាំងពេករាជកុមារទាំងពីរផ្ទំលក់នៅក្រោមដើមឈើក្នុងព្រៃស្ងាត់នោះទៅលំដាប់នោះព្រះឥន្ទ្រាធិរាជបានយល់រាជកុមារទាំងពីរហើយក៏និមិត្តជាសត្វមាន់សមួយខ្មៅមួយចុះដើររកស៊ីនៅក្បែររាជកុមារហើយនិយាយឆ្លើយឆ្លងគ្នាថាខ្ញុំជាមាន់ខ្មៅបើអ្នកណាបានស៊ីសាច់ខ្ញុំហើយកន្លងទៅតែ7ឆ្នាំនឹងបានសោយរាជចំណែកឯមាន់សក៏ដូច្នោះដែរបើនរណាបានស៊ីសាច់ខ្ញុំកន្លងទៅតែ7ខែនឹងបានសោយរាជមាន់ទាំងពីរបានជល់គ្នារហូតដល់ដេកងាប់នៅចំពោះព្រះភ័ក្ត្ររាជកុមារទាំងពីរក្នុងពេលនោះរីឯរាជកុមារនឹកឆ្ងល់ចំពោះសត្វនោះណាស់តែដោយអំណាចការហត់នឿយឃ្លានបាយផងនោះទើបរាជកុមារសូរវង្សរើសយកមាន់សឯរាជកុមារវរវង្សរើសយកមាន់ខ្មៅទៅចម្អិនបរិភោគដោយសុខសាន្តរាជកុមារទាំងពីរបានសោយសាច់មាន់រួចហើយក៏ធ្វើដំណើរជារឿយរហូតដល់គ្រប់7ខែបានទៅដល់សាលាសំណាក់មួយក្នុងព្រៃនានគរគន្ធពបុរីហើយសម្រាកនៅទីនោះនៅក្នុងនគរគន្ធពបុរីនេះក្រោយដែលព្រះរាជាសោយទីមង្គតទៅនាម៉ឺនមន្ត្រីបានរៀបចំធ្វើការផ្សងព្រេងរកអ្នកមានបុណ្យដើម្បីក្រុងរាជសម្បត្តិក្បួនដង្ហែរកអ្នកមានបុណ្យបានចេញដំណើរមកដល់មុខសាលាសំណាក់ដែលរាជកុមារទាំងពីរកំពុងផ្ទុំលក់ខណៈនោះស្រាប់តែដំរីដែលប្រដាប់ដោយបោះស្បុកឈប់នៅស្ងៀមដោយគោរពក្រុមនាម៉ឺនមន្ត្រីនិងសេវកាមាត្រចាត់គ្នាឡើងទៅមើលខាងលើសាលាសំណាក់ក៏ឃើញរាជកុមារទាំងពីរកំពុងផ្ទុំលក់ហើយសម្រេចចិត្តសុំយាងរាជកុមារនាមសូរវង្សដើម្បីទៅក្រុងរាជសម្បត្តិនៅនគរគន្ធពបុរីរាជកុមារប្រកែកមិនព្រមទទួលតែក្រុមសេវកាមាត្រមិនព្រមក៏នាំគ្នាបីត្រកងរាជកុមារដាក់លើបោះស្បុកដង្ហែទៅកាន់រាជធានីរាជកុមារសូរវង្សនឹកអាល័យវរវង្សជាប្អូនខ្លាំងណាស់បានសុំពួកមន្ត្រីទាំងនោះយកប្អូនទៅជាមួយផងតែគេពុំព្រមលុះទៅដល់ព្រះនគរក៏រៀបអភិសេករាជកុមារវរវង្សជាមួយព្រះនាងសបុប្ផាជាបុត្រីអតីតមហាក្សត្រព្រះនគរនេះនិងថ្វាយរាជ្យជាមហាក្សត្រដោយសុខសាន្តចំណែករាជកុមារវរវង្សពេលភ្ញាក់ឡើងរកមកពុំឃើញទ្រង់យំយ៉ែកស្រែកហៅពេញព្រៃតែមិនឃើញសោះ
រាជកុមារអស់សង្ឃឹមក៏យាងកាត់ព្រៃតាមដានជើងដំរីរហូតដល់រាជវាំងព្រះរាមក៏សុំអ្នកយាមទ្វារចូលតាមទៅរកតែអ្នកយាមមិនអនុញ្ញាតឲ្យរាជកុមារក៏គេចចេញធ្វើដំណើរផ្សងព្រេងបន្តទៅទៀតលុះដើរកាត់ព្រៃអស់រយៈពេល5ថ្ងៃ5យប់បានទៅដល់ផ្ទះដូនចាស់ម្នាក់នៅក្បែរវាំងព្រះរាជាព្រះនាមធរណិតក្នុងនគរមួយហើយសុំដូនចាស់នោះស្នាក់នៅបានមួយយប់ពេលនោះដូនចាស់បានឃើញព្រះទម្រង់របស់រាជកុមារក៏នឹកស្មានថាកុមារនេះជាចៅលួចយកព្រះរាជទ្រព្យក៏ចូលទៅទូលព្រះរាជាត្រៀបហើយទ្រង់ពិរោធយ៉ាងខ្លាំងក៏បញ្ជាឲ្យសេនាចាប់រាជកុមារចងយកទៅសួរចម្លើយទោះបីរាជកុមារឆ្លើយប្រាប់ថាព្រះទម្រង់នេះជាគេដំណើរពីព្រះមេដារបស់ព្រះអង្គក៏ដោយក៏នៅតែចោទរាជកុមារថាជាចោរហើយយកដាក់ទ្រង់ដែកយ៉ាងសែនលំបាកថ្ងៃមួយស្ដេចធរណិតមានប្រាថ្នាយាងទៅនគរជ័យបូរីតាមសំណុំពររបស់ស្ដេចសោទត្តជាមិត្តព្រះអង្គបានបញ្ជាឲ្យសេវកាមាត្ររុញសំពៅទម្លាក់ទឹកដើម្បីជាព្រះទីន័ងក្នុងដំណើរនោះពួកសេវកាមាត្ររុញសំពៅពំរួចក៏ប្រកាសរកអ្នកខ្លាំងពូកែដើម្បីរុញសំពៅចោលទឹកព្រះកុមារវរវង្សដែលនៅក្នុងទ្រូងដែកក៏ទទួលធានាខ្លួនរុញសំពៅក្នុងពេលនោះព្រះរាជាទ្រង់សន្យាថាបើឯងរុញសំពៅនោះរួចមែនយើងនឹងដោះលែងឯងហើយប្រទានរង្វាន់យ៉ាងច្រើនទៀតដោយបុណ្យវាសនាពីព្រេងនាយរាជកុមារវរវង្សក៏រុញសំពៅចុះទឹកបានដោយធូរព្រះរាជាទ្រង់យាងចេញដំណើរឆ្ពោះទៅនគរជ័យបូរីដោយយកទាំងរាជកុមារវរវង្សនិងព្រះនាងកេសកេសីជាបុត្រីព្រមទាំងសេវកាមាត្រទៅជាមួយផងទៅដល់នគរជ័យបូរីព្រះអង្គបញ្ជាឲ្យសេវកាមាត្របោះព្រះពន្លានៅក្បែររាជវាំងព្រះបាទសោទត្តហើយព្រះអង្គយាងចូលទៅប្រស្រ័យជាមួយព្រះបាទសោទត្តខាងក្នុងព្រះបរមរាជវាំងរីឯព្រះនាងកេសកេសីទ្រង់ផ្ទុំលក់ក្នុងរាត្រីបានយល់សប្តិឃើញតាចាស់ម្នាក់មកប្រាប់ថាព្រះកុមារវរវង្សនេះហើយជាព្រះស្វាមីពីជាតិមុនពេលនោះព្រះនាងភ្ញាក់ឡើងចេះតែនឹកមមីចំពោះរាជកុមាររហូតដល់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកចំណែកព្រះបាទធរណិតជាព្រះបិតាក្រោយពីបានជជែកពិគ្រោះជាមួយនឹងព្រះបាទសោទត្តរួចមកទើបទ្រង់ជ្រាបថាមានយក្សកំណាចបានចូលមកក្នុងវាំងហើយថែមទាំងដេញកំចាត់អារក្សដែលយាមនៅទីនោះរត់ខ្ចាត់ខ្ចាយហើយប្រាថ្នាស៊ីសាច់ស្ដេចសោទត្តទៀតផងឥឡូវនេះយក្សកំណាចវាបានចូលទៅពួនសំងំនៅក្នុងគុហាជាកន្លែងរបស់អារក្សដែលយាមនៅទីនោះព្រះបាទធរណិតទ្រង់សេចក្ដីគិតរកមធ្យោបាយដើម្បីកម្ចាត់យក្សកំណាចនោះចេញទើបទ្រង់ឲ្យអ្នកបម្រើទៅហៅរាជកុមារវរវង្សមកប្រាប់រឿងរ៉ាវនោះហើយព្រះអង្គសូមឲ្យរាជកុមារទៅសម្លាប់យក្សនោះបើសម្លាប់បានព្រះអង្គនឹងឲ្យរង្វាន់រាជកុមារទទួលតាមព្រះរាជបញ្ជាប៉ុន្តែកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតារាជកុមារវរវង្សបានសុំគ្រឿងព្រះខ័នរាជរបស់ស្ដេចសោទត្តមកប្រដាប់តុបតែងព្រះអង្គដោយស្ដេចសោទត្តមែនហើយចូលប្រយុទ្ធជាមួយយក្សក្នុងគុហាលុះត្រាតែយក្សបាត់បង់ជីវិតនៅក្នុងគ្រានោះទៅព្រះបាទធរណិតកាលទ្រង់បានឃើញរាជកុមារវរវង្សខ្លាំងពូកែមានឫទ្ធិអំណាចដូច្នេះក៏លើកព្រះនាងកេសកេសីឲ្យជាមហេសីហើយប្រគល់រាជសម្បត្តិឲ្យសោយរាជជំនួសព្រះអង្គឯស្ដេចសោទត្តឃើញរាជកុមារសម្លាប់យក្សបានដូច្នោះហើយទ្រង់យល់ថាគឺជាការជួយព្រះអង្គឲ្យរួចចាកភយន្តរាយដល់អាយុជីវិតហើយក៏លើកព្រះនាងវរវតីជារាជបុត្រីផ្សំជាអគ្គជាយាហើយប្រគល់រាជសម្បត្តិឲ្យគ្រប់គ្រងនគរជ័យបូរីទាំងមូលនៅក្នុងពេលនោះទៅព្រះរាជកុមារវរវង្សត្រូវសោយរាជនគរ2ហើយមានមហេសី2អង្គដែរគឺព្រះនាងកេសកេសីនិងព្រះនាងវរវតីហើយនៅរួមរយៈជាសុខសាន្តនានគរជ័យបូរីនោះចំណែកឯអារក្សដែលធ្លាប់តែរក្សានគរជ័យបូរីបានភៀសខ្លួនចេញក្នុងពេលដែលយក្សចូលមករុករាននោះកាលបើបានដឹងថាយក្សត្រូវបានស្លាប់ដោយស្នាដៃព្រះរាជកុមារវរវង្សហើយក៏ត្រឡប់ចូលមករក្សានគរជ័យបូរីវិញថែមទាំងបាននាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មីនៅកែវមនីរដ្ឋ
ដែលអាចក្រវីហោះហើរបានក្នុងពេលនោះដែរកាលដែលព្រះនាងកេសកេសីទ្រង់គួរបាន3ខែព្រះបាទវរវង្សនឹកចង់ទៅលេងនគរព្រះបិតាតាមបណ្ដាំព្រះមេដាដែលផ្ដាំថាគម្រប់10ឆ្នាំឲ្យវិលចូលនគរវិញព្រះអង្គក៏លាបិតាក្មេកធ្វើដំណើរទៅព្រះនាងកេសកេសីបានសុំទៅជាមួយដែរព្រះបាទវរវង្សនាំព្រះនាងកេសកេសីក្រវីកែវមនីរតហោះទៅលុះដល់អាស្រមឥសីក៏ចុះសម្រាកហើយដើរកម្សាន្តជាមួយព្រះនាងពេលនោះឥសីក៏បានលួចកែវមនីរតហោះទៅលេងកម្សាន្តឯដល់អាកាសដោយត្រូវខ្យល់ខ្លាំងពេកឥសីក៏ដាច់ក្បាលធ្លាក់ស្លាប់ទៅឯកែវមនីរតធ្លាក់ទៅក្នុងគន្ធពបុរីជានគរព្រះរាមពួកសេវកាមាត្របានរើសកែវនោះយកទៅថ្វាយព្រះបាទសូរវង្សក្នុងពេលនោះភ្លាមព្រះបាទវរវង្សនិងព្រះនាងកេសកេសីកាលទ្រង់ជ្រាបថាឥសីបានលួចកែវមនីរតហោះបាត់ទៅហើយនោះទាំងពីរព្រះអង្គបន្តដំណើរទៅមុខឆ្ពោះទៅនគរព្រះមេដាបិតាដោយព្រះបាទទាព្រះរាជដំណើរនោះប្រកបដោយគ្រោះថ្នាក់ឧបសគ្គច្រើនយ៉ាងណាស់រហូតបានទៅជួបព្រះរាមគឺព្រះបាទសូរវង្សតមកព្រះកុមារទាំងពីរបានសម្រេចប្រតិយាងទៅនគរដើមតាមបណ្ដាំព្រះមេដាលុះធ្វើដំណើរទៅដល់នគរក្រសន់ជានគរបិតាស្ដេចទាំងពីរអង្គបានបោះទ័ពប្រុងប្រៀបព័ទ្ធនគរនោះចំណែកព្រះបាទសូរិយាជាព្រះបិតាក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាតនាំព្រះរាជកុមារទាំងពីរទៅសម្លាប់នោះបានយកព្រះនាងវង្សជាទៅដាក់ឃុំឃាំងក្នុងទ្រុងដែកដោយចោទថាជាស្រីខូចហើយប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សាសោយរាជស្នងព្រះអង្គកាលបានដឹងថាមានទ័ពសត្រូវចូលមកព័ទ្ធនគរហើយព្រះបាទវៃវង្សាភ័យញាប់ញ័រខ្លាំងណាស់ឯព្រះបាទវរវង្សបានឲ្យរាជបម្រើទៅថ្វាយដំណឹងដល់ព្រះបាទវៃវង្សាថាត្រូវឲ្យនគរនេះមកយើងបើមិនឲ្យទេនឹងត្រូវច្បាំងគ្នាព្រះបាទវៃវង្សាឆ្លើយតបថាយើងមិនខ្លាចទេបើចៅវាយអ្នកឯងចង់បាននគរយើងនោះយើងព្រមឲ្យតែឲ្យស្ដេចអ្នកឯងព្រមជួលដំរីជាមួយនឹងដំរីយើងបើយើងចាញ់យើងនឹងឲ្យនគរនេះបើយើងឈ្នះវិញយើងសុំនៅសោយរាជនគរនេះតែប៉ុណ្ណោះព្រះរាជបម្រើត្រឡប់មកវិញទូលព្រះបាទវរវង្សតាមដំណើរព្រះបាទវរវង្សក៏ព្រមតាមបំណងលុះជល់ប្រយុទ្ធត្រូវព្រះបាទវរវង្សសូរវង្សព្រមទាំងពួកពលដំរីសម្រាប់ស្ដេចវៃវង្សានិងពលដំរីស្លាប់អស់ទៅព្រះបាទសូរិយាជាបិតាភ័យណាស់ដោយព្រះរាជបុត្រត្រូវចាញ់សង្គ្រាមក៏ចូលខ្លួនទៅសារភាពសុំចោះចាញ់